ខ្ញុំបានបញ្ឈប់កូនចៅខ្ញុំអស់ហើយក៏សម្រាប់ចិត្តថារំសាយធីមចឹងកូនចៅទាំងអស់គឺត្រូវឈប់ពីខ្ញុំទាំងអស់ហ่าបងប្អូនខ្លះក៏ខ្ញុំប្រាប់គាត់ថាខ្ញុំផ្អាកឲ្យគាត់ទៅផ្ទះវិញខ្លះទៀតក៏គេសុំឈប់ចឹងទៅបងប្អូនលេងបានឃើញវីដេអូដែលពួកខ្ញុំលេងជាមួយនឹងគាត់ទៀតហើយអាទីអាតាអីហ្នឹងគឺឈប់អស់ហើយបងប្អូនយ៉ាអ៊ីងអីហ្នឹងក៏ឈប់ដែរបងប្អូននិយាយរួមទៅឈប់ទាំងអស់គ្នានឹងតែម្ដងបងប្អូនប្រកាសជាឆ្ងល់ពីមូលហេតុទេដោយសារតែមួយរយៈនេះគឺខ្ញុំមានបញ្ហាផ្លូវចិត្តដល់បងប្អូនហើយខ្ញុំមានអារម្មណ៍ថាខ្ញុំអត់មានអារម្មណ៍ធ្វើអីខ្ញុំក៏ស្រេចចិត្តថាខ្ញុំចាប់ផ្ដើមផ្អាកមួយរយៈឲ្យផ្លូវចិត្តខ្ញុំធូរស្បើយវិញចឹងណាបងប្អូនហើយខ្ញុំក៏ដឹងច្បាស់ដែរថាដើរជាធីមគឺវាពិបាកក្នុងការចោះសម្រុងគ្នាមែនតើក៏ស្រេចចិត្តថានាំគ្នាដើរផ្លូវរៀងខ្លួនមួយទៀតខ្ញុំចង់សាកល្បងថតតែ2នាក់បងយូម្ដងដោយសារតែមានធីមគឺខ្ញុំត្រូវរ៉ាប់រងច្រើនមែនតើបងប្អូននិយាយរួមទៅបន្ទុកគ្រប់យ៉ាងគឺត្រូវតែរ៉ាប់រងតែយកច្បាស់ថាក្នុងនាមជាមេគឺត្រូវតែរ៉ាប់រងនឹងឯងបងប្អូនប៉ុន្តែដោយសារតែមួយរយៈហ្នឹងគឺយើងហត់ពេកគាត់ត្រូវហើយវ៉ាន់ទៅទាំងអស់បងប្អូនហើយកុំភ្លេចជួយគ្រប់គ្រងវីដេអូអាទីអាតាឬមួយកញ្ញាកូនចៅខ្ញុំដែលចេញទៅcontent អីបងប្អូនទាំងអស់គ្នាជួយ like ជួយ share ឲ្យពួកគាត់ផងណាហើយខ្ញុំសង្ឃឹមថាអ្នកដែលនៅជាមួយខ្ញុំទាំងអស់គ្នាចេញពីខ្ញុំទៅជោគជ័យហើយខ្ញុំពិតជាស្រឡាញ់និងអាណិតពួកគាត់មែនតើខ្ញុំអត់មានពីអីនិយាយច្រើនទេបងប្អូនមានតែអរគុណពេលវេលាកន្លងមកដែលធ្វើឲ្យយើងស្គាល់គ្នាយើងត្រូវចាំថាជួបគ្នាគឺជានិស្ស័យបែកគ្នាគឺជាព្រំលិខិតគ្រប់យ៉ាងវាតែងតែមានទីបញ្ចប់របស់វាអញ្ចឹងហើយបងប្អូនហើយខ្ញុំក៏ដែរគិតថាខ្ញុំមានថ្ងៃហ្នឹងដែរហើយនិយាយរួមទៅខ្ញុំអត់ចង់បែកធីមទេបងប្អូនប៉ុន្តែមានហេតុផលជាច្រើនដែលខ្ញុំអត់អាចនិយាយបានអញ្ចឹងទៅថានេះគឺជាការសម្រេចចិត្តដ៏ល្អមួយសម្រាប់ខ្ញុំអរគុណបងប្អូនទាំងអស់គ្នាដែលស្រឡាញ់ចូលចិត្តធីមខ្ញុំកន្លងមកដែលជួយតាមដានវីដេអូខ្ញុំគឺខ្ញុំមានតែអរគុណទេបងប្អូនសិនជាបងប្អូននៅតែស្រឡាញ់ចូលចិត្តខ្ញុំបងប្អូនអាចតាមដានមើលវីដេអូខ្ញុំលេងជាមួយនឹងបងយូបែបកំ pl ែងខ្លីៗអីចឹងណាហើយនឹងធ្វើប្លុកធ្វើអីតិចតួចចឹងឥឡូវហ្នឹងគឺគាត់បានហើយវ៉ាន់ចេញពីផ្ទះខ្ញុំអស់ហើយច្រើនទេដែរបងប្អូនខ្ញុំគ្រាន់តែចង់ប្រាប់បងប្អូនថាចាប់ពីពេលហ្នឹងទៅពួកខ្ញុំលេងមានក្រុមហើយខ្ញុំអត់ទាន់ហើអ្នកថតទៀតទេបងប្អូនខ្ញុំចង់សម្រាកខួរក្បាលមួយរយៈសារតែមួយរយៈនេះគឺខ្ញុំជួបរឿងច្រើនមែនទែនបងប្អូនដែលត្រូវដោះស្រាយអញ្ចឹងណាអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាយល់ពីខ្ញុំហើយខ្ញុំអត់ចង់បញ្ឈប់ពួកគាត់ទេបងប្អូនប៉ុន្តែវាមានបញ្ហានៅក្នុងនឹងច្រើនមែនតើសូមបញ្ជាក់មួយចំណុចថានិយាយរួមទៅខ្ញុំបញ្ឈប់គាត់នឹងមិនមែនដោយសារតែពួកគាត់មនុស្សមិនល្អទេបងប្អូនពួកគាត់សិតតែមនុស្សល្អចេះជួយការដែលខ្ញុំធ្វើការជាមួយនឹងពួកគាត់អ្នកខ្លះ1ឆ្នាំអ្នកខ្លះក៏2ឆ្នាំអីអញ្ចឹងទៅគឺខ្ញុំពិតជាសប្បាយចិត្តមែនតើដែលបានស្គាល់ពួកគាត់ខ្ញុំមានតែជូនពរឲ្យពួកគាត់ជោគជ័យទៅមុខទៀតអញ្ចឹងណាបងប្អូនវីដេអូហ្នឹងគឺខ្ញុំអត់មានអីនិយាយច្រើនទេបងប្អូនហើយតាគាត់ទៅនេះក៏គាត់មានអារម្មណ៍ថារៀងសែតដែរបងប្អូនឃើញមកគាត់ហើយសូមបញ្ជាក់បងប្អូនខ្ញុំហ៊ានស្បាត់ជូនហ្មងថាគឺអត់សម្ដែងទេគឺពួកខ្ញុំពិតជាបែកធីមមែន